Radio Free Asiaប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រាខណ្ឌមានជ័យបានបញ្ចេញប្រតិកម្មកាលពីថ្ងៃទី18ខែធ្នូបន្ទាប់ពីសាលារាជធានីភ្នំពេញបានប្រកាសដកចៅសង្កាត់ព្រែកប្រាចេញពីតំណែងដោយពួកគាត់អាងថាការដកតួនាទីចៅសង្កាត់នេះជារឿងអយុត្តិធម៌ពីព្រោះចៅសង្កាត់របស់ពួកគាត់ពុំមានទោសកំហុសអ្វីសោះជាជននៅក្រុមគ្រប់គ្រងរបស់គាត់អាណិតអាសូរណាឲ្យតែមានអវល់អីមកគាត់ជួយធ្វើគាត់សញ្ញេឲ្យចាគាត់មិនដែលមានផលល្មមអីទេហើយប្រជាជនមួយណាក៏ដោយឮសូរថាអញ្ចឹងអណោចអធមខ្ញុំឮសូរអញ្ចឹងខ្ញុំធ្លាក់ថ្លើមដល់ដីហ្មងនឹងខ្ញុំសូមជំរាបក្មួយដាច់ខាតអញ្ចឹងហ្មងធ្លាក់តាមខ្ញុំមិនឲ្យដកគាត់ទេខ្ញុំយំខ្ញុំទៅផ្ទះវិញខ្ញុំដេកយំខ្ញុំឮសូរអញ្ចឹងខ្ញុំនិយាយតាមតងមកអូនក្រមប្រជាពលរដ្ឋរអ៊ូរទាំថាការដកលោកជួបស៊ីថាមកពីគណៈបកប្រជាជនកម្ពុជាចេញពីទូនាទីជាចៅសង្កាត់ព្រែកប្រានេះគឺធ្វើឡើងដោយគ្មានការប្រកាសឲ្យប្រជាពលរដ្ឋដឹងជាមុនអំពីមូលហេតុនោះឡើយពួកគាត់បន្ថែមថាលោកជួបស៊ីថាបានជាប់ឆ្នោតជាចៅសង្កាត់ចំនួន3អាណត្តិហើយលោកបានបំពេញតួនាទីយ៉ាងល្អមិនស៊ីសំណូកប៉ុន្តែត្រូវបានគេដកហើយតែងតាំងជំទប់ទី1ឈ្មោះហ៊ូហួតជាចៅសង្កាត់ថ្មីជំនួសទៅវិញនៅតាមភូមិឃុំនេះគ្នាធ្វើតាំង79មករហូតមកគ្នាក៏ទៅវាក់សេទៅគ្រូបង្រៀននៅសាលាគូបាហើយគ្នាក៏បានមកចូលធ្វើនៅនឹងរហូតទៀតដូចថាគ្មានដែលល្អោសឋាននឹងប្រជាជនណាបងប្អូនណាគឺអត់ប្រជាជនខំបោះឆ្នោតមកព្រោះថាស្រឡាញ់សង្កាត់ចៅសង្កាត់នឹងពីព្រោះគាត់តាំងពីចាប់ផ្ដើមធ្វើចៅសង្កាត់មកវា5-10ឆ្នាំជិត20ឆ្នាំហើយក៏មិនដែលមានទំនាស់ជាមួយអ្នកណាដែរថ្ងៃមុនមានចាស់ម្នាក់គេដឹកឡានខ្ញុំមកតម្លាក់នៅព្រះពលាខ្ញុំទេប្រាប់គាត់ភ្លាមខ្ញុំថាបងឥឡូវមានគេដឹកស្រីម្នាក់ឈឺខ្លាំងគេយកមកចោលនៅសាលារៀនយើងខ្លាចមានផលពិបាកនៅក្នុងសាលាព្រះពលាយើងខ្ញុំទេភ្លាមគាត់ឲ្យតំណាងនារីគឺបងវីទៅមើលភ្លាមហើយបានដឹកយកទៅមន្ទីរពេទ្យបងឯកខណ្ឌមានជ័យភ្លាមនាងខ្ញុំធ្វើប្រធានក្រុមនឹងវា3-4អាណត្តិហើយមុនគាត់នឹងចានេះធ្វើនឹងវាដូចថាមានសេចក្តីសុខមករហូតហើយគាត់ក៏ដូចថាមិនដែលមានផលល្មោះអីណានាងណាចាហើយខ្ញុំបម្រើការងារជូនប្រជាជនគ្មានប្រាក់ខែប្រាក់ថ្ងៃអីទេប៉ុន្តែអ្វីក៏ដោយខ្ញុំចង់ឈប់ប្រហែលដងហើយគាត់ចាថាបងវណ្ណីអើយយើងជួយគ្នាទៅមិនថាសាសនាអ៊ីស្លាមមិនថាសាសនាខ្មែរក៏អត់មានប្រកាន់ទេណាហើយពេលខ្ញុំធ្វើការអីដែរខ្ញុំត្រូវការអីទៅរកគាត់អត់មានយកលុយកាក់យកទេព្រោះគាត់ដឹងថាយើងអ្នកអត់គាត់ធ្វើការល្អណាស់អភិបាលរងរាជធានីភ្នំពេញលោកប៉ាសុជាតិវង្សមានប្រសាសន៍ក្នុងពិធីប្រកាសផ្លាស់ប្ដូរតំណែងថាលោកជួបស៊ីថាបានសុំលាលែងពីតួនាទីជាចៅសង្កាត់ដោយសារលោកមានជំងឺនិងចង់វិលទៅអង្គភាពចាស់របស់លោកវិញនៅកងពលតូចង70ប៉ុន្តែអតីតចៅសង្កាត់ព្រែកប្រាលោកជួបស៊ីថាបានបដិសេធថាលោកមិនដែលសុំលាលែងពីតួនាទីជាចៅសង្កាត់ទេហើយលោកក៏មិនមានជំងឺអ្វីដែរលោកជួបស៊ីថាបន្តថាកន្លងទៅលោកប៉ាសុជាតិវង្សបានហៅលោកទៅប្រជុំសម្ងាត់មួយដោយបង្ខំឲ្យលោកលាលែងពីតួនាទីលោកជួបស៊ីថាបញ្ជាក់ថាលោកប៉ាសុជាតិវង្សបានប្រាប់លោកថាការឲ្យលាលែងពីតួនាទីនេះគឺមានចំណាពីលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅដើមខែធ្នូឆ្នាំ2012ប្រធានក្រុមប្រឹក្សាខណ្ឌមានជ័យបានយកលិខិតស្នើសុំលាលែងពីតួនាទីមកឲ្យលោកផ្តិតមេដៃខ្ញុំម៉មនីរតវិទ្យុអាស៊ីសេរីភ្នំពេញ